បើតាមខ្ញុំគាត់ថាមានចុះទៀតចុះបាញ់គាត់ថាមានមិនបងខ្ញុំសុំវិញមើលខ្ញុំមានអារម្មណ៍ថាតាមខ្ញុំមើលព័ត៌មានមកតាក់ទងមួយលោកដូណាល់ត្រាំគឺគាត់កោមែនទេតាក់ទងមួយកិច្ចចរចារបស់គាត់អញ្ចឹងបើតាមខ្ញុំគាត់ថាមានចុះទៀតចុះបាញ់គាត់ថាមានសម្រាប់ខ្ញុំគាត់ថាមាននៅតែបន្តចុះតែនៅក្នុង time frame មួយថ្ងៃហ្នឹងខ្ញុំឃើញវាចុះដល់41.55នៅក្នុង1 ounce តែតម្លៃ swing វានៅជើងខាងក្រោមហ្នឹងខ្ញុំឃើញនៅតម្លៃ$41.18នៅក្នុង1 ounce តោះអស់ហើយដោយសារតែ swing ដែលវាបិទនៅ candle នៅជើងខាងក្រោមហ្នឹងគឺនៅ$40-68នៅក្នុង1 ounce ដែលជាតម្លៃនៃការបិទផ្សាររបស់ផ្សារនៅក្នុងថ្ងៃច័ន្ទហើយបន្តមកទៀតនៅពេលដែលវា break ឬក៏ rebound ជើងឡើងទៅវិញវានឹង rebound ជើងពីតម្លៃ$39.80នៅក្នុង1 ounce ឡើងទៅដល់$43.51នៅក្នុង1 ounce តែសម្រាប់ណាគាត់ថាផ្សារនៅតែបន្តចុះទៀតអត់បើខ្ញុំគិតថាផ្សារអាចនឹងបន្តចុះមកយកតម្លៃខ្ទង់$4,000នៅក្នុង1 ounce បន្ទាប់ពីផ្សារបុកឡើងទៅលើវិញចាំហើយខ្ញុំគិតថាផ្សារថ្ងៃច័ន្ទដាច់ទៅលើមកខំទៀតអាចដល់ថ្លៃមែនឆ្ងាយដែរទៅមែនបើសិនជាដាច់ខ្លាំង$40-25នៅក្នុង1 ounceទៀតព្រោះតម្លៃនេះនៅក្នុង time frame មួយថ្ងៃអញ្ចឹងគ្នាយើងដែលគាត់នៅចុះ hold buy ត្រៀម top up ទុកហើយតែបើសិនជាគ្នាយើងចុះ wholesale គាត់តើណាខ្លុះរងចាំដល់ថ្ងៃច័ន្ទចាំមើលលទ្ធផលទាំងអស់គ្នា